ខ្ញុំបាទឈ្មោះឈុនសរិនជាអាជីវករផ្គត់ផ្គង់ទឹកស្អាតនៅឃុំអង្កាញ់ស្រុកព្រៃកប្បាសខេត្តតាកែវខ្ញុំចូលជាសមាជិកសមាគមមកដល់ពេលនេះមានបានទទួលអត្ថប្រយោជន៍ជាច្រើនដូចជាការបណ្ដុះបណ្ដាលនៅជំនាញនិងការសិក្សាពីគ្នាទៅវិញទៅមកមិនមែនបានទៅជាកម្រៃជាបណ្ដាជាចំណេះដឹងពងពោះសម្រាប់យើងប្រកបមុខរបររបស់យើងនៅថ្ងៃមុខជាក់ស្ដែងដូចជាថ្ងៃនេះខ្ញុំមកដល់ប្រទេសម៉ាឡេស៊ីខ្ញុំនឹងបានទទួលចូលរួមនៅពិព័រណ៍ទឹកស្អាតថ្ងៃនេះក៏ខ្ញុំមានចិត្តសប្បាយរីករាយដោយការដឹកនាំរបស់សមាគមមកចូលរួមនៅកម្មវិធីពិព័រណ៍ទឹកស្អាតនៅប្រទេសម៉ាឡេស៊ី